ជីវិតនេះតប៉ែតែស្បាយពីមកដំបូងខំធ្វើការអត់បាយអត់ទឹកអត់ហ៊ានឈប់សម្រាកទេធ្វើការទៅដល់ម៉ោងទឹកបានឈប់អូនិយាយវាថាត្រូវមាត់មើលអត់ដេកអត់ពោនទេបងប្អូនហើយពេលឥឡូវធ្វើការអង្គុយសបាយទៅសើឯងវិញអូបើថាការងារឆារ៉េលបល់យកឯងនេះអង្គុយរហូតឡើងចង់ចុកគូតហើយពីមុនអានជាងក្រាស់កម្រាស់នឹងហើយវាធំយ៉ាងហ្នឹងអូតែមកព្រឹកឯងខ្ញុំបុកហើយអស់ហើយតែប៉ុណ្ណឹងគ្មានអីនៅការដូចឥឡូវទេចង់ថាពេលនេះវាខូចពេលមុនអញ្ចឹងបើប៉ុណ្ណឹងដូចគ្នាតែឥឡូវនេះខ្ញុំដាក់ឡើងមួយថ្ងៃវល់ងាកចាំហើយមើលផ្លូវមើលអើតលិចអើតកើតតអត់ឃើញអង្គុយពេលរិស័យយើងឡើងយើងអត់សូវធ្វើការមិនក៏មានគេមកសរសើរតែបើថារិស័យយើងដាក់ហើយត្រៀមទៅធ្វើការឡើងមួយថ្ងៃវល់ងាកដល់ទឹកមិនក៏នៅតែខុសដែរនៅតែមេស្ដីឲ្យបងប្អូនណាធ្លាប់ជួបអញ្ចឹងខ្លះកុំខំពេកបងប្អូនហើយធ្វើខ្លះសម្រាប់ខ្លះទឹកទោះត្រូវមាត់ក៏យើងអត់បានហត់អីចឹងតែបើហត់ហើយត្រូវមាត់ទៀតតាមសួររត់ចេញការងារនឹងបដោអញ្ចឹងដែលខ្ញុំធ្វើនេះគឺវានៅកន្លែងស្ដៅបងប្អូនគេចាក់ពុំលើហើយណាពុំក្រោមវាខុសគ្នាហ្នឹងជាធម្មតាបើសិនជាខាងលើវាលើគឺមិនបាច់បុកក៏បានដែរពួយខ្នាតខាងលើគឺវាត្រូវយ៉ាក្រោមតែបើថាក្រោមលើយើងត្រូវតែបកវាចេញវាមិនស្ដើងដែរហ្នឹងវាពីធ្នាប់ដៃដែរដាក់ឲ្យឡើងមួយថ្ងៃវល់ងាកហើយពេលធ្វើភ្លាមហ្នឹងគឺឃើញមេគេមកមើលដែរគេមកជួបមកដល់ការសាច់ហេះដើរទៅបាត់កាន់ធុងដាក់ស៊ីម៉ងគេមកក្បាច់ហ្នឹងក៏មកគេថាទនេហើយសភាគេមួយដាក់បៀកនេះទូបន្តិចទៅបាត់តាមប៉ាត់មេខ្ញុំហ្នឹងខូចណាធ្វើការងារខ្លួនឯងតែតាមប៉ាត់មកលុបមើលកូនចៅតែមិនមើលត្រង់មកតែមកប៉ះខ្ញុំជើងចាស់នេះតាមដានមិនតន់ដល់ទៅបាត់ខ្ញុំឈប់ពេលមកផ្ទុះទៀតចាំយើងធ្វើវិញទៅពេលគាត់មកវិញល្បងធ្វើការនៅកូរ៉េបងប្អូនដែលត្រៀមមកត្រូវដាក់ធ្វើច្រើនគេប្រើច្រើនខុសច្រើនធ្វើដល់ឡាប់ទៀតគណៈខុសដែរចឹងឈប់ខ្លះអីខ្លះទៅយើងធ្វើជាក្រុមអាហ្នឹងយើងខំតាមគេតែបើថាធ្វើម្នាក់ឯងមិនបាច់ចាំខំឲ្យឈប់ខ្លះទៅល្មមទៅបានហើយបើការងារណាយើងមិនចេះទៅមិនបាច់ចាំខំទៅធ្វើទេបើមេមកឃើញថាធ្វើស្រាប់គាត់ថាអត់ដឹងហងអត់ហ៊ានធ្វើណាបើអត់ចេះកូរ៉េទេមិនបាច់មាត់ទៅនៅឆ្ងៀមទៅហើយល្អអស់ចិត្តទៅបាត់ជីវិតអ្នកនៅកូរ៉េតែប៉ុណ្ណឹងមកមុនដំបូងគ្មានពីណាស្រាប់កូរ៉េបានទេនិយាយទៅតែប៉ែច្រើននិយាយហត់ហ្នឹងទៅបាត់ហើយ